តែខ្ញុំអាចនិយាយបានថាជាដំណឹងមួយដែលម្ចាស់ផ្ទះសិកម្មរបស់ខ្ញុំគាត់ទទួលបានទិន្នផលសម្បុកជាកម្មលក់នៅក្នុងខែនេះគឺរហូតដល់$10,000តែបងប្អូនទាំងនេះស្ដាប់សម្ដីគាត់ទាំងអស់គ្នាខែនេះបានតែជាចង់10000គ្រូអើយបានចិត្តដល់ហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងល្អមួយសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាហើយដំណឹងនោះមិនមែនដំណឹងខ្ញុំបានលុយក៏មិនមែនដំណឹងដែលខ្ញុំត្រូវឆ្នោតដែរប៉ុន្តែខ្ញុំអាចនិយាយបានថាជាដំណឹងមួយដែលម្ចាស់ផ្ទះសិកម្មរបស់ខ្ញុំគាត់ទទួលបានទិន្នផលសម្បុកជាកម្មលក់នៅក្នុងខែនេះគឺរហូតដល់$10,000តែបងប្អូនទាំងអស់គ្នាស្ដាប់សម្ដីគាត់ទាំងអស់គ្នាខែនេះបានតែជាចង់10000គ្រូអើយបានចិត្តដល់ហើយចាំលោកគ្រូអត់កូនលោកគ្រូដឹងមកនិយាយខ្ញុំថាថ្ងៃក្រោយបើអត់ទីម៉ាក់ទៅកូនមានលេខសាំវេត្រូវហៅក្រុមហ៊ុនលោកគ្រូធ្វើឲ្យរហូតណាកូននោះកូនអូខេបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដែលស្ដាប់ទៅគឺគាត់ជាសប្បាយរីករាយមែនទែនហើយថ្ងៃនេះខ្ញុំមកបេះសបុកតែជាកម្មខ្លួនឯងបាទក្នុងការងារគាត់កំពុងតែប្រមូលផលក៏ឆ្លៀតចែករំលែកវីដេអូនេះមួយទៅដល់បងប្អូនទាំងអស់គ្នាបងប្អូនទាំងនេះម្ចាស់ផ្ទះដែលគាត់ឆាតជាមួយខ្ញុំនេះគឺគាត់មានតែជាកម្ម3ផ្ទះរួចទៅហើយណាដែលផ្ទះទី1របស់គាត់បានទិន្នផលច្រើនផ្ទះទី2បានមួយខែជិត10គីឡូហើយផ្ទះទី3របស់គាត់ទើបតែបើកសម្លេងទេបងប្អូនអញ្ចឹងគាត់ដើរពីមួយជំហានទៅមួយជំហានហើយបច្ចុប្បន្ននេះគឺជាភាពគូសាររបស់គាត់ល្អប្រសើរមែនទេអញ្ចឹងនេះគឺជាសារជូនតំណែងទៅដល់បងប្អូនទាំងអស់គ្នាដែលមានបំណងណាចង់សាងសង់អាចចាប់ផ្ដើមគិតគូររៀបចំពីឥឡូវទៅណាហើយនៅពេលដែលខ្ញុំនិយាយដល់ចំណុចនេះបងប្អូនគាត់គិតថាលោកគ្រូចេះតែរុញទៅធ្វើទៅចេះតែឲ្យធ្វើទៅតម្លៃជាកម្មចេះតែចុះទៅបាទទទួលស្គាល់នេះគឺជាក្តីបារម្ភបើសិនជាបច្ចុប្បន្ននេះសម្បុកតិចកម្ម1គីឡូ500ឬក៏$700បងប្អូនសាកសម័យថាផ្ទះរបស់គាត់$10,000មិននឹងឡើងទៅជាប្រហែល$20,000ជាងអាចក្បែរ$30,000ឯណោះណាបងប្អូនសាកសម័យមើលតើវាយ៉ាងម៉េចទៅវិញបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវគិតថាទីផ្សារគឺជារឿងមួយដែលគ្មានពីណាគេអាចគ្រប់គ្រងបានទេបញ្ហាទីផ្សារវាឡើងចុះអាស្រ័យទៅលើបរិបទអាស្រ័យទៅលើតម្រូវការអាស្រ័យទៅលើនិន្នាការសេដ្ឋកិច្ចអាស្រ័យទៅលើបញ្ហាសកលអញ្ចឹងនៅពេលដែលមានបញ្ហាអស់ហ្នឹងកើតឡើងគឺវាត្រូវតែមានការប៉ះពាល់បងប្អូនទៅគិតមួយទៀតថាបើជឿតលាថាបច្ចុប្បន្ននេះមិនមែនតែផលិតផលជាកម្មមួយមុខទេដែលវាចុះថ្លៃផលិតផលផ្សេងក៏វាមានការប្រែប្រួលចុះថ្លៃដូចគ្នាផងដែរបងប្អូនទៅមើលទូទៅណាកុំមើលតែមួយចំណុចបងប្អូនមើលទូទៅអញ្ចឹងនៅពេលដែលបងប្អូនមើលបែបនេះអារម្មណ៍របស់បងប្អូននឹងធូរស្រាលណាអារម្មណ៍របស់បងប្អូននឹងធូរស្រាលជាពិសេសបងប្អូនម្ចាស់ផ្ទះទាំងអស់គ្នាដែលមានផ្ទះសាប់ខ្ញុំឃើញបងប្អូនខ្លះមានការតំអូនតំអែមានការពិបាកចិត្តជាមួយនឹងតម្លៃមិនល្អអញ្ចឹងរឿងមួយនេះគឺបងប្អូនទាំងអស់គ្នាមានសិទ្ធិក្នុងការពិបាកចិត្តប៉ុន្តែខ្ញុំសូមចិត្តបងប្អូនទាំងអស់គ្នាសូមកុំបោះបង់ការមើលថែទាំផ្ទះបងប្អូនទាំងអស់គ្នាសោះត្រូវតែបន្តមើលថែត្រូវតែយកចិត្តទុកដាក់ត្រូវតែមានការទំនាក់ទំនងជាមួយនឹងក្រុមការងារក្រុមបច្ចេកទេសរបស់យើងដើម្បីអីធ្វើផ្ទះបងប្អូនឲ្យបានល្អដូចគាត់ចឹងគាត់កាលពី2ឆ្នាំមុនក៏មិនអាចបានផលស្រុកមួយខែ$10,000ដែរបងប្អូនប៉ុន្តែឥឡូវនេះគឺគាត់វិវត្តដល់ហើយតម្លៃស្បុកយើងបច្ចុប្បន្ននឹង2ឆ្នាំមុនមិនខុសគ្នាប្រហែលទេប៉ុន្តែដោយសារតែគាត់ឡើងដល់$10,000គឺដោយសារការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់គាត់មើលថែពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃតំណែងមកខ្ញុំណែនាំអីខ្ញុំប្រាប់ឲ្យគាត់ធ្វើតាមទាំងអស់ហើយមិនមែនថាគាត់មិនបានសាកល្បងវិធីសាស្ត្រដែលគាត់បានឃើញតាមបណ្ដាញសង្គមបងប្អូនគាត់សាកល្បងប៉ុន្តែនៅពេលសាកល្បងហើយវាមានបញ្ហាគាត់មកប្រាប់យើងវិញថាអូអត់ទេខុសពីលោកគ្រូគឺខ្ញុំអត់ហ៊ានធ្វើអីផ្លេចផ្ដាស់ខ្ញុំខ្លាចមានបញ្ហាបាត់សាត់ខ្ញុំពួកខ្ញុំខំសន្សំមកតាំងពីមិនទាន់មានមួយក្បាលរហូតដល់សាត់គាត់រាប់ម៉ឺនក្បាលហើយណាបាទបងប្អូនគិតទេអញ្ចឹងគាត់បារម្ភណាស់អញ្ចឹងបងប្អូនត្រូវដឹងថាផ្ទះជាកម្មអាយុកាន់តែច្រើនបងប្អូនត្រូវតែបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងមិនមែនផ្ទះកាន់តែច្រើនបងប្អូនធ្វើការបលែងដៃធ្វើតាមអារម្មណ៍របស់បងប្អូនមិនយកចិត្តទុកដាក់មិនខ្វាយមិនខ្វល់អត់ទេណាបាទអញ្ចឹងហេតុនេះគឺសូមបងប្អូនទាំងអស់គ្នាត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យប្រឹងប្រែងបាទបងប្អូនអ្នកថ្មីកំពុងចាប់អារម្មណ៍អាចធ្វើការតំណែងម្ដងមកហើយបងប្អូនដែលមានផ្ទះជាកម្មហើយសូមបន្តមើលថែដោយយកចិត្តទុកដាក់ខ្ពស់បំផុតបាទជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានផ្ទះស្រាប់ទទួលបានទិន្នផលល្អនិងលុយចូលច្រើនដូចជាផ្ទះម្ចាស់ផ្ទះខ្ញុំបានបាត់សម្លេងជូនបងប្អូនស្រាប់ប្រហែលនេះបាទជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ